សួស្តីបងប្អូនទាំងអស់គ្នាវីដេអូមួយនេះជាវីដេអូទី1ខ្ញុំនឹងធ្វើការ analyze ខ្លះៗទៅលើទីផ្សារមាសដើម្បីបានជាកំណត់ខ្លះៗត្រៀមចូលទីផ្សារបាទអញ្ចឹងយើងក៏លេខមកមើលនេះគឺជាផ្ទាំងទីផ្សារមាសរយៈពេល5នាទីណាទីផ្សារមាសរយៈពេល5នាទីយើងវិភាគកន្លែងហ្នឹងបាទអញ្ចឹងយើងឃើញខ្សែបន្តពណ៌ក្រហមដតខាងលើនេះណាបាទអញ្ចឹងខ្សែបន្តខាងលើនេះគឺនៅលើ time frame 5នាទីគឺយើងឃើញចំណុចហ្នឹងគឺជាចំណុច30 32នេះគឺជាចំណុច high នៃតម្លៃទីផ្សារនៅក្នុង time frame 5នាទីបាទហើយតម្លៃបច្ចុប្បន្ននេះគឺនៅតម្លៃ30.16បាទហើយចំពោះតម្លៃទាបរបស់ទីផ្សារហ្នឹងគឺនៅតម្លៃ30.02បាទឥឡូវយើងក៏លេខទៅមើលផែនការយើងចូលទីផ្សារហ្នឹងបែបម៉េចត្រៀមយ៉ាងម៉េចបាទអញ្ចឹងយោងទៅតាមកត្តាបច្ចេកទេសណាយើងឃើញថាទីផ្សារពីខាងលើនេះកន្លែងពីចំណុច high ណាឬក៏ swing high ធ្លាក់ចុះមកដល់ក្រោមគេហៅថា swing low របស់វានៅកន្លែងនេះបាទ swing low បាទអញ្ចឹងពី swing high មក swing low ហ្នឹងគឺជាប្រភេទទីផ្សារធ្លាក់ចុះ down trend ទៅពេលទីផ្សារមកដល់កន្លែង low ហ្នឹងក៏ព្យាយាមឡើងទៅវិញណាព្យាយាមឡើងទៅវិញដូចជាទឹករលកឡើងឬក៏ចណ្ដើរឡើងណាមកដល់កន្លែងហ្នឹងអញ្ចឹងផែនការគឺខ្ញុំបានដាក់តម្លៃត្រៀមណា sell នៅ30.23 និង30.28ដោយសារតែវានៅគៀកតម្លៃ high របស់វានោះ head fall ដោយសារតែកន្លែងពីចំណុច low នេះឬក៏ swing low នេះណាយើងចាត់ទុកថាពីកន្លែងហ្នឹងទៅដល់កន្លែងនេះគឺជារលកទី1ណាច្បាប់រលកទី1ណាហើយនេះគឺរលកទី2គឺជា consolidation កន្លែងហ្នឹងហើយឡើងទៅដល់កន្លែងនេះគឺជារលកទី3ណាហើយឥឡូវនេះវាកំពុងតែ correction ចូលរលកទី4រួចហើយទីផ្សារហ្នឹងប្រសិនបើវាចូលទៅក្នុង zone sell ខាងលើហ្នឹងវាជារលកទី5អញ្ចឹងវា complete នៅ pattern រលករបស់វានៅក្នុង time frame 5នាទីអញ្ចឹងប្រសិនបើទីផ្សារនេះឡើងទៅដល់តម្លៃ30.23និង30.28ចន្លោះ$5យើងរងចាំ signal ចូលនៅកន្លែងហ្នឹងប្រសិនបើទីផ្សារឡើងទៅប៉ះដោយសារតែវា complete នៅច្បាប់រលករបស់វាណានៅលើ time frame ទូចហ្នឹងបាទដោយឡែកប្រសិនបើទីផ្សារចូលទៅដល់ zone កន្លែងហ្នឹងយើងមិនមែនចូលទៅ sell ដោយមិនមានអំណះអំណាងបញ្ជាក់ផ្សេងទេត្រូវតែរក head fall ផ្សេងដើម្បីចូលផ្សារនៅកន្លែងហ្នឹងឲ្យបានណាគឺជាប្រភេទ bearish signal នៅកន្លែងហ្នឹងបាទនៅកន្លែងហ្នឹងចាំយើងចូលទីផ្សារឃើញ candle ក្រហមចូលសិនបានយើងចូលនៅកន្លែងហ្នឹងណាដើម្បីបានទទួលបាននៅ head fall សិនបានយើងចូលបើសិនជាមិនទាន់មានទេគឺយើងបន្តរងចាំរហូតដល់ចំណុច high របស់វានេះតែម្ដងណា32នេះណាបាទមួយវិញទៀតប្រសិនបើទីផ្សារហ្នឹងមិនទៅលើជាប្រភេទណារលកទេវានឹងធ្លាក់ចុះមកក្រោមវិញប្រសិនបើធ្លាក់ចុះមកក្រោមបាទ swing low របស់វាគឺនៅកន្លែងហ្នឹងណាហើយនៅតម្លៃប្រមាណគឺ30.02បាទអញ្ចឹងនៅក្នុង zone ប៉ុណ្ណឹងនៅក្នុង3000ទៅ3005នៅក្នុងមួយអោនទីផ្សារណាធ្លាក់ចុះមកយើងរងចាំឲ្យឃើញមានសញ្ញានៃការ buy signal កើតឡើងនៅកន្លែងហ្នឹងសិនបានយើងធ្វើការចូល buy ណានេះគឺជាវីដេអូទី1 set up ត្រៀមណាដើម្បីបានចូលទីផ្សារទាំង sell ហើយនិងទាំង buy ទីផ្សារនេះប្រហែលជាអាចទៅរកចំណុចខាងលើមុនមើលទៅណាតាមដែលខ្ញុំមើលទៅទីផ្សារឥឡូវវានៅគៀកតម្លៃត្រៀម sell ជាងបាទអញ្ចឹងនេះជាវីដេអូទី1ហើយរងចាំលទ្ធផលថាតើទីផ្សារនឹងទៅណាខ្ញុំនឹងធ្វើវីដេអូ update មួយទៀតណាអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទហើយសូមបន្តតាមដាននៅក្នុងវីដេអូទី2ដែលបញ្ជាក់អំពីលទ្ធផលថាតើណា set up មួយនេះវានឹងទៅផ្នែកខាងណាមួយណា complete គឺតំបន់ sell zone គឺនៅកន្លែងហ្នឹង sell ជាមួយនឹង confirmation ណាកន្លែងតំបន់ប៉ុណ្ណឹងបាទអរគុណច្រើនបងប្អូនទាំងអស់គ្នា